មកទល់ពេលនេះមានប្រទេសជាច្រើនបានផ្ដល់ជំនួយសប្បុរសធម៌និងក្រុមអ្នកជំនាញដល់ប្រទេសមីយ៉ាន់ម៉ាដែលបានរងគ្រោះដោយសារការរញ្ជួយដីកម្រិត 7.7 Richter ដ៏ធ្ងន់ធ្ងរហើយបានបំផ្លាញអគារនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក៏ដូចជាធ្វើឲ្យមនុស្សជាច្រើនបានស្លាប់និងរងរបួសបើតាមការចុះផ្សាយរបស់សារព័ត៌មានធំមួយចំនួនអ្នកស្លាប់នៅមីយ៉ាន់ម៉ានឹងមានការកើនឡើងបន្ថែមទៀតដោយសារមានមនុស្សជាង 100 នាក់បានបាត់ខ្លួនគណៈក្រុមជួយសង្គ្រោះកំពុងបន្តរុករកអ្នកជាប់នៅក្នុងកំណរអគារដែលបែកបាក់តទៅនេះក្រុមការងារ Cambonomie លំអិតនៅរឿងនេះដូចតទៅប្រទេសមីយ៉ាន់ម៉ាបានរងការរញ្ជួយដីកម្រិត 7.7 Richter ក្នុងជម្រៅ 10 គីឡូម៉ែត្រកាលពីថ្ងៃសុក្រសប្តាហ៍មុនដែលជាកម្រិតមួយខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកនេះបើតាមការវាស់ស្ទង់របស់ភូតគូវសាស្ត្ររបស់សហរដ្ឋអាមេរិកការរញ្ជួយដីដ៏ធ្ងន់ធ្ងរនេះក៏បានបញ្ជូនកម្លាំងញ័ររញ្ជួយដល់ប្រទេសក្បែរខាងមួយចំនួនដូចជាថៃចិននិងបង់ក្លាដេសព្រមទាំងប្រទេសឡាវផងដែរបើតាមការអះអាងរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ាគិតត្រឹមល្ងាចថ្ងៃទី29 ខែមីនាគ្រោះរញ្ជួយដីដ៏កំណាចនេះបានឆក់យកអាយុជីវិតមនុស្សប្រមាណ 1644 នាក់និងរងរបួសជាង 3400 នាក់តែយ៉ាងណាចំនួនអ្នកស្លាប់ដោយសារតែគ្រោះរញ្ជួយដីនេះត្រូវបានគេរំពឹងថានឹងមានការកើនឡើងបន្ថែមទៀតដោយសារតែមនុស្សរហូតដល់ទៅជាង 100 នាក់បានបាត់ខ្លួនខណៈប្រតិបត្តិការរុករកនិងជួយសង្គ្រោះនៅតែបន្តបើយោងតាមរបាយការណ៍របស់អាជ្ញាធរមីយ៉ាន់ម៉ាគ្រោះរញ្ជួយដីនេះបានធ្វើឲ្យអគារប្រមាណ 2300 រួមទាំងផ្ទះនិងវត្តអារាមបានរងការបែកបាក់និងដួលរលំនៅក្នុងទីក្រុងម៉ាន់ដាឡេដែលមានប្រជាជនប្រមាណ 1.5 លានអ្នករស់នៅទីនោះក្រោយរងការរញ្ជួយដីភ្លាមមេដឹកនាំមីយ៉ាន់ម៉ាលោកមីនអងឡាំងបានអំពាវនាវស្វែងរកជំនួយមនុស្សធម៌អន្តរជាតិភ្លាមផងដែរមកទល់ពេលនេះមានប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរបានឆ្លើយតបទៅនឹងការអំពាវនាវរបស់មីយ៉ាន់ម៉ាដោយប្រទេសទាំងនោះភាគច្រើនបានបញ្ជូនទាំងជំនួយមនុស្សធម៌និងជំនួយជាក្រុមអ្នកជំនាញខណៈប្រទេសខ្លះបានត្រឹមផ្ដល់ជំនួយមនុស្សធម៌តែប៉ុណ្ណោះក្នុងនោះប្រទេសចិនឥណ្ឌានិងរុស្ស៊ីបានបញ្ជូនក្រុមជំនាញបុគ្គលិកពេទ្យនិងឧបករណ៍ទៅកាន់ទីក្រុងម៉ាន់ដាឡេប្រទេសមីយ៉ាន់ម៉ាដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះទន្ទឹមនឹងនេះប្រទេសស្វីសបានប្រកាសផ្ដល់ជំនួយមនុស្សធម៌ជាង$1 លានរីឯកូរ៉េខាងត្បូងផ្ដល់ជាង$2 លានចំណែកសហរដ្ឋអាមេរិកបានសន្យាថានឹងបញ្ជូនក្រុមជួយសង្គ្រោះនិងជំនួយសង្គ្រោះបន្ទាន់ផងដែរជាមួយគ្នានេះអាស៊ានក៏បានចេញសេចក្តីថ្លែងការណ៍ដោយបានទទួលស្គាល់ពីតម្រូវការបន្ទាន់សម្រាប់ជំនួយមនុស្សធម៌និងបានសន្យាថានឹងផ្ដល់ការគាំទ្រដល់កិច្ចខិតខំជួយសង្គ្រោះនិងការស្ដារឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងថៃដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីថ្មីនេះកងកម្លាំងការពារជនស៊ីវិលសង្ហបុរីបានបញ្ជូនក្រុមបុគ្គលិកជួយសង្គ្រោះរបស់ខ្លួនចំនួន80នាក់មានប្រតិបត្តិការយោធាគ្រូពេទ្យនិងមន្ត្រីពេទ្យសង្គ្រោះបន្ទាន់រួមទាំងសំណក់ហិតក្លិនចំនួន4ក្បាលទៅជួយមីយ៉ាន់ម៉ាផងដែរចំណែកប្រទេសម៉ាឡេស៊ីដែលធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ2025បានបញ្ជូនក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយចំនួន10នាក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ានិងបានបញ្ជូនបុគ្គលិក40នាក់ដើម្បីជំរុញកិច្ចខិតខំស្វែងរកនិងជួយសង្គ្រោះ